គឺថាយើងបន្តជំរុញនីតិវិធីខ្ញុំមិនប្រកាសថាតើរាជរដ្ឋាភិបាលលោកបានបំពេញតាមលក្ខខណ្ឌអ្វីខ្លះនៅតុលាការយុត្តិធម៌អន្តរជាតិទេក៏ប៉ុន្តែយ៉ាងណាក៏ដោយរាល់ការរំលោភបំពានទាំងឡាយណាដែលយើងយល់ថាជាការរំលោភបំពានដល់កំរោលមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងត្រូវតែចងក្រងរៀបចំរបាយការណ៍ផុសតាងសាកសីសពបែបយ៉ាងទាំងអស់មិនថាការរំលោភតូចឬក៏រំលោភធំមិនថាការរំលោភតិចឬច្រើនជ្រៅឬរាក់ទេគឺត្រូវតែមានរបាយការណ៍គ្រប់កម្រិតទាំងអស់គ្រប់ពេលវេលាទាំងអស់ហើយយើងត្រូវតែផ្ដឹងតវ៉ាហើយតវ៉ាទៀតគឺយើងមិនត្រូវហត់នឿយជាមួយនឹងការតវ៉ានៅពេលដែលគេរំលោភបំពានយើងទេកន្លែងចំណុចហ្នឹងគឺថាយើងសំខាន់ហើយរឿងទាំងអស់ឈប់ជាការសម្ងាត់សម្រាប់ប្រជាពលរដ្ឋសម្រាប់ប្រព័ន្ធផ្សព្វផ្សាយទៀតយើងជួយគ្នាប្រសិនបើយើងចេះតែលាក់បញ្ហាទុកនៅពេលដែលបញ្ហាវាផ្ទុះវាคล้ายទៅជារឿងមួយដែលប្រជាពលរដ្ឋនិងរដ្ឋាភិបាលអត់ជឿទុកចិត្តគ្នាអញ្ចឹងទេខ្ញុំគិតថានៅពេលដែលបញ្ហាដែលយើងអាចដោះស្រាយក្នុងរង្វង់គ្រួសារខ្មែររវាងរដ្ឋនិងរាស្ត្ររវាងអ្នកកម្មកិច្ចការជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងកម្រិតមួយដែលគិតគូរជាសំខាន់ទៅលើផលប្រយោជន៍ជាតិទៅលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងខ្ញុំគិតថារឿងហ្នឹងយើងត្រូវតែមានចំណែកនៃការទទួលខុសត្រូវទាំងអស់គ្នាគ្រប់តួអង្គសង្គមរបស់យើងបាទ